អូខេឥទ្ធិពលនៃការណនងសម័យកាលមួយនៅក្នុងសម័យព្រះសម្មាសម្ពុទ្ធមាននាងម្នាក់ហ្នឹងនាងហ្នឹងនឹកឃើញថានាងអាចដឹងគុណម៉ែឪដឹងល្អដឹងសដឹងខ្មៅហ្នឹងក៏ដោយសារតែធម៌របស់ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងមកហើយបានសម្ដែងតមកមានព្រះសង្ឃសាវករបស់ព្រះអង្គសម្ដែងអីចឹងមកទៅបង្រៀនឲ្យមនុស្សចេះស្គាល់គុណស្គាល់ទោសស្គាល់ល្អស្គាល់ខុសចឹងណាស្គាល់នៅសទ្ធាមិនជឿនៅមង្គលភ្នាក់ផ្អើលអីផ្សេងអញ្ចឹងទៅហើយដល់អញ្ចឹងទៅនាងហ្នឹងក៏ដើរក្នុងព្រៃហ្នឹងក៏មិននឹកឃើញថាបានអីទៅតបស្នងសងគុណព្រះសម្មាសម្ពុទ្ធទេនៅព្រះចេតិយហ្នឹងព្រះចេតិយហ្នឹងមានដូចជាព្រះពុទ្ធរូបក្តីអឺដើមពោធិព្រឹក្តីព្រះសារិកធាតុក្តីអានោះគឺជាលក្ខណៈកន្លែងដែលត្រូវគោរពបូជាព្រោះជាកន្លែងដែលព្រះអរហន្តលោកត្រាស់ដឹងឲ្យបានសម្រាប់នៅមគ្គផលគឺនិព្វានហ្នឹងមួយដាច់កិលេសអស់អញ្ចឹងទៅក៏នាងនឹកដឹងគុណមិនដឹងថាមានអីយកទៅបូជានាងក៏ឃើញផ្កាណនងក៏ពេលនាងឃើញផ្កាណនងអញ្ចឹងទៅនាងក៏គិតថាផ្កាណនងនេះនៅក្នុងព្រៃគ្មានម្ចាស់ទេអញ្ចឹងក៏សុំពីម្ចាស់ទឹកម្ចាស់ដីអីចឹងទៅប្រកាសប្រាប់ថាផ្កានេះខ្ញុំសូមយកទៅថ្វាយព្រះហើយអឺអត់ដឹងម្ចាស់មានម្ចាស់ទេណាខ្ញុំមិនប្រលួចទេខ្ញុំសូមត្រឹមត្រូវកាន់យកត្រឹមត្រូវស្រ័យឲ្យលឺត្រឹមត្រូវសូមលោកអ្នកដែលនៅក្នុងទីនឹងដឹងលឺផងអញ្ចឹងទៅអញ្ចឹងនាងក៏បេះផ្កាអញ្ចឹងទៅយកទៅបូជាគុណរបស់ព្រះសម្មាសម្ពុទ្ធគឺបូជាព្រះចេតិយហ្នឹងដែលតម្កល់នៅព្រះសារិកធាតុនៃព្រះអរហន្តផងក៏មានតម្កល់នៅព្រះសារិកធាតុរបស់ព្រះសម្មាសម្ពុទ្ធក៏មានអញ្ចឹងទៅហើយជាកន្លែងទីកសក្ការៈបូជានោះណាដូចជាព្រះចេតិយរបស់ព្រះសារីបុត្រក្តីព្រះចេតិយរបស់ព្រះមហាមុគលានមហាកាសបៈឬក៏ព្រះអរហន្តទាំងឡាយក្តីនិងព្រះអរហន្តីព្រះអរហន្តៈទាំងឡាយក្តីគឺគួរក៏ជាទីគោរពបូជាទាំងទៅដឹងគុណដែលលោកខំបានត្រាស់ដឹងធម៌ដែរដោយគុណភាពរបស់ព្រះសម្មាសម្ពុទ្ធទៅលោកក៏បានត្រាស់ដឹងលោកក៏ជាព្រះអរហន្តមួយដែរខ្ពស់ខ្ពស់ដូចគ្នាអញ្ចឹងនាងនឹងនឹកដឹងគុណក៏យកទៅបូជាអញ្ចឹងទៅដល់ពេលបូជាហើយដោយអំណាចនៃបុណ្យហ្នឹងនាងអស់អាយុសង្ខារទៅក៏បានទៅកើតជាទេវតាដ៏មានសម្ផស្សស្អាតផូរផង់អានឹងគឺដែលថាបូជាគុណរបស់ព្រះសម្មាសម្ពុទ្ធដែលលោកបានត្រាស់ដឹងសម្ដែងធម៌ហើយនាងនឹងយល់ដឹងថាអ្វីទៅជាកិច្ចស្នប់តបស្នងសងគុណអ្វីទៅជាខ្មៅល្អខ្មៅសក់ខ្មៅឬក៏ទុកទោសវេទនាអីចឹងมันប្រព្រឹត្តនៅធម៌ថោកទាបទាំងឡាយទាំងពួងដូចជាសម្រាប់បៀតបៀនញុះញង់គេប្រវត្តិបំបែកបំបាក់ស្អីចឹងទៅឬក៏ប្រព្រឹត្តខុសក្នុងកាមអីចឹងទៅឬក៏មិនទៅសេពសូរាមិនទៅនិយាយមុសាមានន័យថាមិនទៅនិយាយលៀបពណ៌មិននិយាយបដិទ្ធប្រាប់គេគេត្រូវទៅត្រឹមត្រូវថាបដិទ្ធគេថាមិនត្រឹមត្រូវអីចឹងទៅចឹងនាងនឹងដឹងពិចារណាទៅឃើញថាព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងមកគឺត្រូវអញ្ចឹងមកអញ្ចឹងនាងក៏យកផ្កាហ្នឹងទៅបូជាប្រចេតិយទៅអត់មានទៅសុំសុកអីពីចេតិយហ្នឹងទេគឺថាទៅបូជាដឹងគុណដូចយើងថាដូចថាមានគេជួយយើងអញ្ចឹងហើយអញ្ចឹងទៅតែយើងជួបទុកជួបលំបាកហ្នឹងយើងក៏ដឹងគុណគេជាងការយើងទិញកាទៀវអីទៅជូនគេជាងការយើងជូននេះជូននោះអីទៅគេអាហ្នឹងជាការដឹងគុណប៉ុន្តែគាត់ថាដល់ការដឹងគុណជូនជាមួយនឹងមនុស្សដែលជាពុទ្ធជនវានៅជាប់លៀបសក្ការៈនៅជាប់ចង់បានទ្រព្យច្រើនមាសច្រើនលុយច្រើនអីចឹងទៅវាមិនសូវបុណ្យហ្នឹងវាមិនសូវល្អប្រមាណអញ្ចឹងណាវាមានសិលអញ្ចឹងចំពោះព្រះអរហន្តវិញលោកសិលលោកខ្ពស់ពាក្យថាសិលមិនដូចជាសម័យយើងអ៊ីនធឺណិតអញ្ចឹងណាអ៊ីនធឺណិតរីកពេញពិភពលោកអញ្ចឹងយើងផ្ញើសារពីនេះទៅដល់អឺរ៉ុបឆ្លងទ្វីបក៏បានដែរនឹងអានុភាពនៃសិលអានោះមកធៀបមួយបច្ចុប្បន្នអញ្ចឹងណាតែបើអានុភាពនៃសិលរបស់ព្រះអរហន្តហ្មងវាខ្ពស់ប្រភពភពទាំង31ហ្នឹងគឺផុតនឹងទៀតអំណាចសិលគុណធម៌របស់ព្រះ
អរហន្តព្រះសម្មាសម្ពុទ្ធហ្នឹងណាអញ្ចឹងទៅនាងក៏យកទៅបូជាទៅហើយនឹកអរគុណថ្វាយបង្គំព្រះអង្គហើយព្រះអង្គខ្ញុំគ្មានអីបូជាព្រះអង្គបូជានឹងថ្វាយព្រះអង្គទេមានតែផ្កានរោងហ្នឹងហើយបូជាដោយអំណាចបុណ្យការនឹងកុំអីដោយសារធម៌ព្រះអង្គកុំអីខ្ញុំមិនបានចេះដឹងទេកុំអីខ្ញុំតាមកាប់តាមសម្លាប់កុំអីនឹងខ្ញុំនឹងតាមសងសឹកអាណាលួចរបស់ខ្ញុំលួចឲ្យទៅលួចបំផ្លាញគេវិញកុំអីធ្វើបកធ្វើអីអញ្ចឹងវិញអស់ហើយណាតាមបំបីបំបាក់ខ្ញុំទៅបំបីបំបាក់គេវិញអញ្ចឹងណាតែពេលព្រះអង្គត្រាស់សម្ដែងមកថានឹងវាមិនល្អអីចឹងទៅគេធ្វើកម្មរបស់គេទៅយើងកុំធ្វើអ្វីដែលយើងរងទុក្ខទោសនឹងជាវិបាករបស់យើងអញ្ចឹងទៅហើយយើងព្រមវាទៅឲ្យរួចឆ្លងផុតទៅយើងសងគេរួចហើយយើងកុំប្រព្រឹត្តទៅយើងអស់កម្មមួយហ្នឹងហើយចំពោះគេសាងអាហ្នឹងគេកម្មរបស់គេថ្មីទៅរឿងរបស់គេយើងកុំទៅមិនទៅទទួលកម្មគេជំនួសទេអញ្ចឹងនាងនឹងយល់អញ្ចឹងទៅក៏ចាប់ផ្ដើមធ្វើសេចក្តីល្អធ្វើសេចក្តីល្អនោះគឺទង្វើល្អកម្មល្អជាមួយនឹងព្រះអរហន្តជាមួយនឹងព្រះតរិកធាតុយ៉ាងនេះអញ្ចឹងទៅបាទសូមអរគុណច្រើនណាស់បាទសូមអរគុណច្រើនទុយៗដែរបាទ